របៀបដាក់អាស័យដ្ឋាននៅក្នុង app 1688 ជាដំបូងបងចូលទៅក្នុង app 1688 រួចចុចពាក្យថា Me រួចចុចសញ្ញា Setting រួចចុចពាក្យ Address Management រួចចុចពាក្យ New Receiving Address ដើម្បីដាក់ទីតាំងបានបងចូលទៅកាន់ app VTS ជាមុនសិនរួចចុចពាក្យ Warehouse ចុចលើឃ្លាំងខ្វាំងជើផ្លូវគោកអូសមកឆ្វេងរួចចុចលើទម្រង់ app 1688 បន្ទាប់មកចុចពាក្យ Copy Address រួចត្រឡប់ទៅកាន់ app 1688 វិញរួចចុចពាក្យថា Allow Pass បន្ទាប់មកបងចុចត្រង់ចំណុចនេះរួចចុចពាក្យ Pass បងបន្តចុចពាក្យថា Auto Filling នោះអាស័យដ្ឋានរបស់យើងនឹងធ្វើការបំពេញដោយស្វ័យប្រវត្តិចុងក្រោយចុចបើកត្រង់ពាក្យ Set as Default Address មុននឹងបងធ្វើការ save សូមបងត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយគំរូក្នុង app VTS ជាមុនសិនជៀសវាងការខុសលេខកូដនិងព័ត៌មានណាមួយឬ screenshot សួរក្រុមការងារ VTS ក៏បានពិនិត្យរួចរាល់បងចុចពាក្យ save ជាការស្រេចអរគុណចំពោះការគាំទ្រសេវាកម្មរបស់ VTS